រូបភាពកាយរណបថ្មីដែលអង្គការសិទ្ធិមនុស្សលីកាដូបានចេញផ្សាយនៅថ្ងៃទី5ខែសីហាអះអាងថាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋយ៉ាងហោចណាស់627ខ្នងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅក្នុងភូមិ3តាមបណ្ដោយព្រំដែនកម្ពុជាថៃត្រូវបានឈូសបំផ្លាញបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរកាលពីខែធ្នូឆ្នាំ2025អង្គការលីកាដូបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនបានឲ្យដឹងថារូបភាពកាយរណបដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Apple Map កាលពីខែមីនាឆ្នាំ2026បានបង្ហាញយ៉ាងច្បាស់ថាកងកម្លាំងយោធាថៃបានឈូសបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅក្នុងភូមិជោគជ័យតំបន់បឹងត្រកួននិងភូមិព្រៃច័ន្ទដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃលីកាដូបានអះអាងថារូបភាពថ្មីទាំងនេះមានភាពច្បាស់លាស់ជាងរូបភាពពីផ្កាយរណប Sentinel របស់ទីភ្នាក់ងារអវកាសអឺរ៉ុបដែលអង្គការបានប្រើជាមូលដ្ឋានក្នុងការលើកពីក្តីបារម្ភកាលពីខែមករាឆ្នាំ2026តាមការអះអាងរបស់លីកាដូផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន270ត្រូវបានឈូសបំផ្លាញនៅភូមិជោគជ័យខេត្តបន្ទាយមានជ័យអង្គការនេះនិយាយថាភូមិទាំងនេះមានប្រជាពលរដ្ឋខ្មែររស់នៅជាបន្តបន្ទាប់អស់រយៈពេលរាប់ទសវត្សរ៍ហើយទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ2019បង្ហាញថាមានប្រជាជន2586នាក់ឬ631គ្រួសាររស់នៅទីនោះលីកាដូក៏បានអះអាងដែរថានៅតំបន់បឹងត្រកួនមានផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន299ត្រូវបានឈូសបំផ្លាញខណៈភូមិព្រៃច័ន្ទមានផ្ទះនិងសំណង់ស៊ីវិលចំនួន58ត្រូវបានកំទេចចោលអង្គការនេះបានឲ្យដឹងថាខ្លួននឹងផ្សព្វផ្សាយរូបភាពកាយរណបនៃភូមិទាំង3ដោយមិនបង្ហាញខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងពីរអះអាងនោះទេលីកាដូបានអះអាងថាការបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយអាជ្ញាធរដែលគ្រប់គ្រងតំបន់លើកលែងតែករណីចាំបាច់ខាងយោធាអាចផ្ទុយនឹងមាត្រា53នៃអនុសញ្ញាក្រុងស៊ឺណែវទី4អង្គការនេះក៏បានលើកឡើងថាច្បាប់សិទ្ធិមនុស្សអន្តរជាតិការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការមានលំនៅឋានសមរម្យហាមឃាត់ការបំផ្លាញផ្ទះសម្បែងនិងការបណ្តេញចេញប្រជាពលរដ្ឋពីលំនៅឋានដោយបង្ខំលោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី31ខែកក្កដាបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល11ថ្ងៃថាយោងតាមច្បាប់អន្តរជាតិប្រជាពលរដ្ឋដែលភៀសខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់អង្គការលីកាដូបានអំពាវនាវឲ្យអាជ្ញាធរថៃបញ្ឈប់ជាបន្ទាន់នៅការឈូសបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងភូមិដែលខ្លួនកំពុងគ្រប់គ្រងដោយបញ្ជាក់ថាផ្ទះរបស់ប្រជាពលរដ្ឋមិនគួរក្លាយជាគោលដៅនៃជម្លោះប្រដាប់អាវុធនោះទេលីកាដូក៏បានជំរុញឲ្យមានការពិចារណាផ្ដល់សំណងចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរជាមួយគ្នានេះដែរលីកាដូបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យធានាថាប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ទាំងនោះទទួលបានកន្លែងស្នាក់នៅសមរម្យនិងការការពារសិទ្ធិជាមូលដ្ឋានស្របតាមកាតព្វកិច្ចដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ